មុននឹងបើកក្បាលវីដេអូនេះជាដំបូងខ្ញុំសូមកោតសរសើរទៅដល់លោកអ៊ំប្រុសដែលបច្ចុប្បន្ននេះលោកអ៊ំមានព្រះជន្ម74ឆ្នាំហើយប៉ុន្តែបើយើងក៏លេចទៅមើលគាត់ហាក់បីដូចជានៅរឹងមាំនៅមានកម្លាំងធ្វើការបានឲ្យខ្លួនឯងនៅឡើយទេហើយអ្វីដែលខ្ញុំ respect ខ្លាំងមែនទែនគឺការតស៊ូរបស់គាត់មុននេះបន្តិចលោកអ៊ំគាត់បានប្រាប់ខ្ញុំថាគាត់បានឡើងមកតាំងពីបាត់ដំបងមកដល់មោងរុស័យដើម្បីដាំតឡាចនៅទីនេះដែលមានចម្ងាយជាង50គីឡូនៅពេលដែលខ្ញុំលើបែបនេះឪពុកយើងបងប្អូនទោះបីជាគាត់មានវ័យចំណាស់ប៉ុន្តែគាត់នៅតែធ្វើពលកម្មកាយសម្បត្តិរបស់គាត់គឺនៅមានកម្លាំងដាំដុះតឡាចដើម្បីលក់គាត់នឹងបានលុយចាយបើទោះបីជាដីនៅត្រង់កន្លែងដែលគាត់ដាំដុះនេះគឺជាដីដែលទើបតែចាក់ថ្មីជាដីដែលមិនសូវអំណោយផលដែលជួយឲ្យផលដំណាំរបស់គាត់នឹងគឺប្រមូលផលអញ្ចឹងក៏ដោយក៏គាត់នៅតែដាំវាប្រសើរជាងទុកដីចោលដែរនៅពេលដែលគាត់ដាំតឡាចរួចរាល់ខ្ញុំឃើញគាត់ហាក់បីដូចជាយកចិត្តទុកដាក់ជាមួយនឹងតឡាចរបស់គាត់មែនទែនហើយអ្នកចិញ្ចឹមគោមិនគួរណាបណ្ដោយឲ្យគោចូលតឡាចរបស់គាត់ទេគាត់ខឹងមែនទែនឥឡូវនេះតឡាចរបស់គាត់គឺចាប់ផ្ដើមប្រមូលផលបេះបានលក់ខ្លះហើយបើទោះបីជាតឡាចនេះមិនសូវមានផ្លែច្រើនតែខ្ញុំបានឃើញគាត់ហាក់បីដូចជាសប្បាយចិត្តមែនទែនគឺគាត់បានផ្ដោតអារម្មណ៍របស់គាត់ដើម្បីដើរបេះតឡាចដោយយកចិត្តទុកដាក់បំផុតនៅនឹងដៃរបស់គាត់គឺគាត់មានប្រទេសអាស័យមួយកំណាត់សម្រាប់ដើរវែកសម្រាប់ដើរឆ្កឹះដើម្បីរកមើលតឡាចរបស់គាត់នឹងដែលលំមុំអាចបេះបាននៅពេលដែលគាត់ប្រទះឃើញតឡាចណាដែលអាចលំមុំបេះបានគឺគាត់ពេញចិត្តគាត់សប្បាយមែនទែនហើយគាត់យកកបិតបកាត់យកដោយប្រុងប្រយ័ត្នក៏ប៉ុន្តែទោះបីជាគាត់ព្យាយាមស្វែងរកមើលគ្រប់ជុងជ្រោយយ៉ាងណាក៏ដោយក៏ជាមិនផុតពីការសេះសល់ដែលវានៅបាំងដោយស្លឹកឬក៏ស្មៅជាដើមដែលជាហេតុធ្វើឲ្យផ្លែតឡាចរបស់គាត់នឹងគឺធំជ្រុលហួសបាត់ទៅហើយជាហេតុដែលជំរុញឲ្យគាត់ត្រូវតែបង្ខំចិត្តបេះវាចោលទាំងស្ដាយទាំងសំណោះពេលហ្នឹងខ្ញុំក៏បានប្រាប់គាត់ដែរខ្ញុំប្រាប់គាត់ថាគួរតែទុកអាផ្លែតឡាចធំទាំងអស់ហ្នឹងទៅដើម្បីឲ្យវាទុំទុកបេះធ្វើជានំឬក៏ចំណីកែច្នៃផ្សេងៗប៉ុន្តែគាត់បានបដិសេធគាត់ថាបើទុកតឡាចទាំងអស់ហ្នឹងឲ្យវាធំទាំងអស់រហូតដល់ទុំនឹងធ្វើឲ្យតឡាចរបស់គាត់ហ្នឹងចាប់ផ្ដើមចុះខ្សោយលេបន្តផ្លែលេបន្តក្តាប់ទៀតហើយអញ្ចឹងគាត់ត្រូវតែបេះចោលវាគឺមិនអាចទុកបានទេឥឡូវនេះឃើញថាលោកអ៊ំគាត់កំពុងទៅដើរបេះទៅតែបានប្រមាណរងទេគឺគាត់ដើរបេះដោយប្រុងប្រយ័ត្នមែនទេបងប្អូនឃើញថាតឡាចរបស់គាត់នេះទោះបីជាមិនសូវល្អក៏ប៉ុន្តែផ្លែវាស្អាតដែរបងប្អូនគាត់បេះតែផ្លែណាល្មមតូចទេគាត់មិនបេះផ្លែណាធំទេអញ្ចឹងតឡាចយើងដឹងហើយថាផ្លែដែលឆ្ងាញ់ផ្លែដែលល្មមល្អស្ងោរហូបហ្នឹងគឺផ្លែដែលកំពុងតែខ្ចីកំពុងតែល្មមបើសិនជាធំជុលក៏វាលែងឆ្ងាញ់ដែរវារឹងណាបងប្អូនអញ្ចឹងឃើញថាតឡាចរបស់គាត់ហ្នឹងគឺផ្លែមកស្អាតមែនទែនផ្លែមកឡងត្រង់ហើយខ្លីមកល្មមទេឥឡូវនេះគឺថាគាត់បេះបានមកកត្រោហើយខ្ញុំក៏ជួយលើគាត់បងប្អូនដោយសារតែខ្ញុំឃើញគាត់មានការលំបាកដែរគាត់រៀងចាស់ដែរហើយអញ្ចឹងហើយខ្ញុំក៏ជួយយួរតឡាចរបស់គាត់ចូលទៅដាក់កន្លែងដែលគាត់ត្រូវរៀបសម្រាប់ឲ្យអ្នកដែលគេមកទិញហ្នឹងគេមកយកល្ងាចហ្នឹងបងប្អូនអញ្ចឹងហើយឃើញថាការតស៊ូរបស់អ៊ំគឺគាត់មិនបោះបង់ទេពេលខ្លះមនុស្សចាស់នៅពេលដែលគាត់ចាស់ទៅមិនមែនគាត់អត់មានកូនមានចៅទេប៉ុន្តែគាត់ធ្លាប់ធ្វើពលកម្មគាត់ធ្លាប់ធ្វើការតាំងពីក្មេងជាហេតុដែលធ្វើឲ្យគាត់នៅមិនស្ងៀមចេះតែទេត្របត្រៀបធ្វើនេះធ្វើនោះដោយឲ្យគាត់នឹងមានការបញ្ចេញកម្លាំងបញ្ចេញញើសខ្លះជាហេតុដែលធ្វើឲ្យគាត់មើលទៅរៀងមាំទាំរៀងមិនសូវបាក់ស្បាតមិនសូវទ្របងប្អូនអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេដើម្បីចែករំលែកបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចគាំទ្រលោកអ៊ំផងដែលគាត់នៅខាងភូមិគួយជាដីបងប្អូនឃុំរបស់មង្គលស្រុកមោងរិស័យយើងនេះឯងអញ្ចឹងអរគុណច្រើនជម្រាបលា